នៅពេលភាពវឹកវរនៃពេលវេលាត្រូវបានស្ងប់ស្ងាត់រូបកាយរបស់ខ្ញុំក៏ត្រូវបានធ្លាក់ទៅលើផ្ទាំងថ្មយ៉ាងត្រជាក់មួយខ្ញុំមានអារម្មណ៍ថាខ្ញុំបានបាត់បង់ស្មារតីមួយស្របក់ដែរពេលខ្ញុំភ្ញាក់ឡើងម្ដងទៀតពន្លឺព្រះច័ន្ទដ៏អស្ចារ្យក៏បានបាត់បង់អស់ហើយជំនួសមកវិញដោយពន្លឺថ្ងៃដ៏ក្តៅគគុកខ្ញុំដេកផ្កាប់មកនៅលើគំនរខ្សែល្អិតល្អិតនៅក្បែរដុំថ្មភក់មួយដ៏ធំសម្បើមខ្ញុំបានខំងើបមុខឡើងទាំងឈឺក្បាលតិចតិចហើយអ្វីនឹកស្មានមិនដល់នោះគឺខ្ញុំមិនស្ថិតនៅក្នុងប្រាសាទទៀតទេប៉ុន្តែគឺនៅក្នុងជ្រលងភ្នំមួយដែលពោរពេញទៅដោយដុំថ្មភក់រាប់ពាន់ដុំដែលកំពុងត្រូវបានគេកាត់ជាដុំជាដុំខ្ញុំងាកសម្លឹងទៅមើលឆ្វេងស្ដាំឃើញបុរសចំណាស់ម្នាក់ដែលស្លៀកពាក់តែសម្ពត់ចងក្បិនពណ៌ត្នោតកំពុងអង្គុយឆ្លាក់ក្បាលអ្នកមួយយ៉ាងផ្ចិតផ្ចង់បុរសចំណាស់ម្នាក់នោះមានកម្លាំងកាយមាំមួននិងមានទឹកមុខស្លូតបូតប៉ុន្តែនឿយហត់បុរសចំណាស់នោះបានងាកសម្លឹងមើលខ្ញុំស្លៀកពាក់ខុសពីគេហើយសម្លឹងមើលខ្មៅដៃវាស់វែងនៅក្នុងកាតាបរបស់ខ្ញុំដោយការចាប់អារម្មណ៍អោក្មួយបុរសចំណាស់នោះនិយាយដោយសំឡេងស្អកស្អកប៉ុន្តែច្បាស់ច្បាស់អោកូនក្មួយបុរសចំណាស់នោះនិយាយដោយសំឡេងស្អកស្អកប៉ុន្តែច្បាស់ច្បាស់ភាសាខ្មែរបុរាណដែលខ្ញុំធ្លាប់តែលាន់ឮពីក្នុងកាសែតសំឡេងឯងដេកលក់នៅទីនេះយូរហើយឯងច្បាស់ជាហត់ខ្លាំងណាស់ហើយតាំងពីឯងជិះដំរីមកពីភ្នំគូលែនក្រោកឡើងដល់ពេលធ្វើការហើយតើឯងជាជាងគំនូដែលមេតបបញ្ជូនមកមែនទេខ្ញុំបានលូកដៃស្ទាបមួកស្លឹកត្នោតរបស់ខ្ញុំដែលខ្ញុំបានពាក់មកតាំងពីភូមិមួកនោះបានបាត់ទៅហើយពេលដែលខ្ញុំចាប់កាន់កាតាបដាក់សម្ភារៈបោះវែងរបស់ខ្ញុំមានអារម្មណ៍ថាវាធ្ងន់និងមានរបស់វែងម្យ៉ាងរឹងនៅខាងក្នុងខ្ញុំបើកមើលតែវាបែរទៅជាសៀវភៅសរសេរអក្សរឆ្លាក់ចាស់ចាស់ដែលមានរូបគំនូរមនុស្សនិងអគារបុរាណទៅវិញព្រមទាំងមានដាល់ទៀបមួយយ៉ាងមានពន្លឺភ្លឺចែងចាំងខ្ញុំបានដឹងច្បាស់ថាខ្ញុំលែងជានិស្សិតស្ថាបត្យកម្មទៀតហើយប៉ុន្តែជាជាងចម្លាក់ម្នាក់នៅក្នុងសម័យកាលដ៏រុងរឿងដែលខ្ញុំស្រមៃចង់ឃើញបំផុតខ្ញុំបានងាកទៅលោកតាចំណាស់ម្នាក់នោះក៏បានស្របតាមគាត់បាទលោកតាខ្ញុំជាជាងគំនូរថ្មីខ្ញុំឆ្លើយតែញ័រមាត់ខ្ញុំមកពីមហានគរខ្ញុំមកជួយលោកតាហើយបន្តមកទៀតខ្ញុំក៏បានដើរតាមលោកតាឆ្លងកាត់ទៅការដ្ឋានសំណង់ដ៏អ៊ូអរនៃប្រាសាទនៅពេលដែលពួកយើងដើរមកដល់ប៉មកណ្ដាលដែលពោពេញទៅដោយថ្មភក់និងសសរឈើធំសម្រាប់ទ្រទ្រង់រំពេចនោះកម្មករមួយក្រុមក៏បានស្រែកលាន់ឮខ្លាំងខ្សែពួរមួយខ្សែដែលកំពុងត្រូវបានប្រើប្រាស់ដើម្បីទាញដុំថ្មភក់ដ៏ធំសម្បើមមួយឡើងទៅលើប៉មក៏បានដាច់ភ្លាមដុំថ្មនោះបានរមែធ្លាក់ចុះមកក្រោមយ៉ាងលឿនបោកសម្ដៅមករកខ្ញុំនិងលោកតាប្រយ័ត្នលោកតាស្រែកយ៉ាងខ្លាំងហើយបានរុញខ្ញុំចេញពីផ្លូវថ្មយ៉ាងលឿនខ្ញុំបានដួលបោកទៅលើដីហើយក៏ព្យាយាមក្រោកឡើងតែ
ដុំថ្មទី2ដែលធ្លាក់មកបានបុកចំសសរទម្រើដ៏ធំមួយដែលនៅក្បែរខ្ញុំសសរនោះបានរង្គើហើយបែកបាក់បង្កើតបានជាសំឡេងលាន់ឮយ៉ាងកក្រឹកកក្រែងដោយឃើញភាពភ័យស្លន់ស្លោនឹងការរត់គេចរបស់កម្មករផ្សេងទៀតខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែរត់ចេញពីកន្លែងដែលមានគ្រោះថ្នាក់នេះជាបន្ទាន់ខ្ញុំបានរត់ចូលទៅក្នុងច្រកផ្លូវតូចមួយនៅចន្លោះជញ្ជាំងថ្មដែលជាផ្នែកដែលមិនទាន់បានឆ្លាក់ចប់ពេលរត់ចេញមកខ្ញុំមិនបានឮសំឡេងអ្វីទៀតទេខ្ញុំរត់ទៅមុខដែលអស់ពីកម្លាំងច្រកផ្លូវថ្មនោះកាន់តែតូចចង្អៀតនិងងងឹតទៅរហូតដល់វាបាននាំខ្ញុំទៅដល់ជញ្ជាំងខាងក្រៅនៃប្រាសាទជញ្ជាំងនោះមិនមានរបងអ្វីទៀតឡើយនៅខាងមុខខ្ញុំមានតែព្រៃឈើដ៏ធំល្វឹងល្វើយដោយគ្មានជម្រើសខ្ញុំក៏បានលោតចុះពីលើជញ្ជាំងថ្មតូចនោះហើយបានធ្លាក់ចូលទៅក្នុងស្លឹកឈើស្ងួតដ៏ក្រាស់នៅខាងក្រោមបរិយាកាសបានផ្លាស់ប្ដូរភ្លាមពីភាពវឹកវរនៃកន្លែងសំណង់ទៅជាភាពស្ងប់ស្ងាត់នៅក្នុងព្រៃដ៏ជ្រៅក្លិនធូលីថ្មបានបាត់អស់ហើយជំនួសមកវិញដោយក្លិនដើមឈើធំនិងដីសើមខ្ញុំបានរត់បន្តិចទៀតចូលទៅក្នុងព្រៃដោយពឹងផ្អែកលើសភាវៈកតិរស់រានមានជីវិតរបស់ខ្ញុំពន្លឺព្រះអាទិត្យត្រូវបានបិទបាំងដោយម្លប់ឈើធំដែលមិនធ្លាប់ឃើញមាននៅក្នុងឆ្នាំ2005នៅពេលដែលខ្ញុំឈប់ដកដង្ហើមនៅក្បែរដើមឈើធំមួយដែលដុះលើគ្រឹះថ្មបុរាណខ្ញុំក៏បានឮសំឡេងបាក់មែកឈើមួយនៅខាងមុខភ្លាមនោះខ្ញុំបង្អន់ដង្ហើមហើយក៏ចាប់កាន់កំបិតរបស់ខ្ញុំយ៉ាងណែនមានបរិមម្នាក់បានលេចមុខពីគុម្ពព្រៃគាត់មិនបានស្លៀកពាក់ដូចជាជាងចម្លាក់ឬជាទាហាននោះទេបរិមម្នាក់នេះមានរូបរាងស្គមខ្ពស់ជាមួយនឹងសាច់ដុំដែលរឹងណែនដោយការរស់រាននៅក្នុងព្រៃគាត់មានពុកចង្កាខ្លីៗហើយសក់របស់គាត់ត្រូវបានចងឡើងយ៉ាងសាមញ្ញគាត់មើលទៅមានវ័យប្រមាណជាង20ឆ្នាំទៅ22ឆ្នាំគាត់ក្រងតែសម្ពុតចុងក្បិនពណ៌ខ្មៅដែលមើលទៅហាក់ដូចជាធ្វើអំពីស្បែកសត្វគាត់កំពុងកាន់ធ្នូនិងព្រួញនៅក្នុងដៃម្ខាងហើយម្ខាងទៀតកាន់សត្វជ្រូកព្រៃតូចមួយដែលត្រូវបានងាប់ដោយសារព្រួញបរិនោះបានឈរស្ងៀមសម្លឹងមើលខ្ញុំដែលស្លៀកសម្លៀកបំពាក់ចម្លែកអាវយឺតនិងខោកាប៊យដោយភ្នែកដែលបង្ហាញអំពីការភ្ញាក់ផ្អើលតិចតួចតែពោពេញទៅដោយភាពស្ងៀមស្ងាត់ភាពស្ងៀមស្ងាត់របស់គាត់ផ្ទុយស្រឡះពីភាពស្លន់ស្លោរបស់ខ្ញុំបរិម្នាក់នោះក៏បានទម្លាក់សត្វជ្រូកចុះហើយនិយាយដោយសំឡេងទាបនិងមានទម្ងន់ថាតើអ្នកឯងជាអ្នកណាឲ្យអ្នកឯងស្លៀកពាក់រណាត់រញ៉េរញ៉ៃបែបនេះហើយហ៊ានចូលមកក្នុងព្រៃដ៏ពិសិដ្ឋដោយកាន់តែអាវុធខ្លីបែបនេះតើដឹងទេនៅក្នុងព្រៃនេះសម្បូរសត្វសាហាវប៉ុណ្ណាបរិះនោះងាកទៅមើលក្រោយខ្នងខ្ញុំហាក់ដូចជាកំពុងស្វែងរកអ្វីម្យ៉ាងតើអ្នកឯងមានបានឃើញនារីម្នាក់ស្លៀកពាក់ឈុតសនៅក្រោមពន្លឺព្រះច័ន្ទដែរឬទេ
បរមម្នាក់នោះសួរខ្ញុំដោយទឹកមុខម៉ឺងម៉ាត់ខ្ញុំក៏បានឆ្លើយថាខ្ញុំបានឃើញខ្ញុំឆ្លើយតែញ័រមាត់ខ្ញុំឃើញនាងនៅខ្លោងទ្វារនាងបាននាំខ្ញុំមកកាន់ទីនេះបរមម្នាក់នោះក៏បានងាកមករកខ្ញុំទាំងកែវភ្នែកប្រែប្រួលអូអានេះគឺជាការរៀបចំរបស់ទេវីឬឯងគឺជាជាងសិល្បៈដែលគេបានទីទុកនោះតើមែនទេបរោះនោះបានបោះធ្នូរបស់គាត់ចុះហើយដើរមកជិតខ្ញុំឈ្មោះភូមិន្ទបរោះម្នាក់នោះនិយាយយ៉ាងម៉ឺងម៉ាត់ខ្ញុំជាអ្នករស់នៅក្នុងព្រៃជុំវិញប្រាសាទនេះហើយខ្ញុំត្រូវជាប្អូនប្រុសរបស់នារីដែលឯងបានឃើញនោះនាងបានធ្វើឲ្យឯងមកដល់ទីនេះដើម្បីកិច្ចការមួយដែលមិនអាចនឹងបញ្ចប់បានប៉ុន្តែមុននឹងចាប់ផ្ដើមការងារធំឯងត្រូវតែដោះក្រណាត់ដ៏ចម្លែកមួយនេះចេញសិនហើយរៀនរបៀបរស់នៅទីនេះភូមិន្ទបានបន្តថាព្រៃនេះគឺជាកន្លែងគ្រោះថ្នាក់ជាងការដ្ឋានសំណង់ទៅទៀតតែឯងយល់ព្រមតាមខ្ញុំទេឯងឈ្មោះសំណាខ្ញុំបានលក់ក្បាលយ៉ាងលឿនការជួបជាមួយនឹងភូមិន្ទអាចគឺជាពន្លឺមួយសម្រាប់ទាញខ្ញុំចេញពីការភ័យស្លន់ស្លោមិនត្រឹមតែភូមិន្ទមានអ្វីស្របាខ្ញុំទេប៉ុន្តែភូមិន្ទក៏ដឹងពីអាថ៌កំបាំងនៃការឆ្លងមកដល់ទីនេះរបស់ខ្ញុំដែរតើឯងពិតជាដឹងអំពីអាថ៌កំបាំងនៃការឆ្លងមកដល់ទីនេះរបស់ខ្ញុំមែនទេភូមិន្ទភូមិន្ទបានគ្រវីក្បាលមិនឆ្លើយរួចហើយក៏ដើរទៅមុខបាត់ទៅគេបានចាប់ផ្ដើមបង្រៀនខ្ញុំភ្លាមដោយមិនបានខ្ជះខ្ជាយពេលវេលាសូម្បីតែ1វិនាទីឡើយសំណាងទី1ឯងត្រូវដោះក្រណាត់ដែលបានរំពាត់ខ្លួនឯងនេះចេញទៅភូមិន្ទបញ្ជាក្រណាត់នេះធ្វើឲ្យឯងងាយស្រួលរងរបួសនិងឆ្លងជំងឺហើយសំខាន់បំផុតគឺវាបញ្ជាក់ថាឯងមិនមែនជាមនុស្សនៅសម័យនេះទេបើតែហ៊ានឬមេតបណាឃើញឯងនឹងត្រូវចោទថាជាអាបឬគឺជាជនបរទេសហើយត្រូវយកទៅសម្លាប់ភ្លាមភូមិន្ទបានហុចសម្ពុតចុងក្បិនពណ៌ត្នោតមួយជុំដែលធ្វើអំពីសម្បកឈើឲ្យមកខ្ញុំស្លៀកមួយនេះវិញទៅហើយយកស្បែកសត្វមកគ្របស្មាផងឯងត្រូវតែធ្វើជាព្រានព្រៃសិនព្រានព្រៃដែលរស់នៅដាច់ស្រយាលគឺមិនសូវមានអ្នកណាសង្ស័យទេខ្ញុំបានស្ទាក់ស្ទើរតែខ្ញុំដឹងថាជីវិតរបស់ខ្ញុំនៅក្នុងកំដាប់ដៃរបស់ភូមិន្ទខ្ញុំក៏បានដោះសម្លៀកបំពាក់របស់ខ្ញុំចេញហើយព្យាយាមស្លៀកសំពត់ចងក្បិនតាមការណែនាំរបស់គាត់ទី2ឯងត្រូវតែផ្លាស់ប្ដូរការនិយាយរបស់ឯងភូមិន្ទបន្តពាក្យពេចន៍របស់ឯងទន់ជ្រាយពេកហើយនៅទីនេះគ្រប់ពាក្យត្រូវតែនិយាយដោយកម្លាំងនិងការគោរពកុំសួរច្រើនសួរតែអ្វីដែលចាំបាច់ទៅបានហើយនៅថ្ងៃបន្ទាប់ភូមិន្ទបានប្រាប់ខ្ញុំថាព្រៃនេះមានផ្លូវសម្ងាត់ដែលគាត់
ប្រើដើម្បីលបចូលនិងលបចេញពីក្រុងដើម្បីកិច្ចផ្នែកពីទាហាននិងមន្ត្រីភូមិន្ទបានបង្រៀនខ្ញុំអំពីឫសឈើដែលអាចបរិភោគបាននិងស្លឹកឈើដែលប្រើជាថ្នាំសម្រាប់ព្យាបាលរបួសថែមពីនេះទៀតគាត់បានប្រាប់ខ្ញុំអំពីការគោរពធម្មជាតិឯងកុំមើលស្រាលព្រៃនេះភូមិន្ទនិយាយខ្សឹបតិចព្រៃនេះមិនមែនគ្រាន់តែជាដើមឈើទេប៉ុន្តែជាទីកន្លែងសក្ការៈគ្រប់ដើមឈើគ្រប់ផ្ទាំងថ្មសុទ្ធតែមានវិញ្ញាណនៅថែរក្សាឯងត្រូវតែគោរពពួកគេបើមិនដូច្នេះពួកគេនឹងមិនគោរពឯងដូចគ្នាកិច្ចការដែលឯងត្រូវធ្វើមិនមែនគ្រាន់តែកែប្លង់របស់ប្រាសាទបាយ័ននោះទេភូមិន្ទនិយាយដោយសំឡេងទាបបំផុតទេវីនឹងបានទីទុកថាសម័យនេះនឹងមានភាពវឹកវរដ៏ធំមួយកើតឡើងសត្រូវនឹងមកគ្រប់ទិសទីមួយរយៈពេលខ្លីក្រោយមកខ្ញុំបានចេញពីព្រៃជាមួយនឹងភូមិន្ទទើបដឹងថាមានរឿងចលាចលនៅព្រះរាជនគរគឺពួកចម្ប៉ាបានឈ្លានពានទឹកដីដោយសារតែយើងទន់ខ្សោយពីទំនាស់ផ្ទៃក្នុងកំពុងដើរសុកភូមិន្ទបានរុញខ្ញុំចូលទៅក្នុងប្រហោងជញ្ជាំងដែលបានបាក់បែកមួយហើយខ្សឹបតិចថាឯងលាក់ខ្លួននៅទីនេះសិនទៅយើងទៅខាងមុខមើលសភាពការបន្តិចយើងទាំងពីរនាក់ត្រូវតែស្វែងរកព្រះអង្គម្ចាស់ដែលជាទីសង្ឃឹមហើយទ្រង់នឹងជួយយកមហានគរមកវិញឯងត្រូវតែយកចំណេះដឹងពីអនាគតរបស់ឯងមកការពារទឹកដីបុព្វបុរសរបស់យើងភូមិន្ទបានទាញខ្ញុំឡើងហើយចង្អុលទៅផ្លូវតូចមួយដែលអាចនាំយើងទៅកាន់ព្រៃជ្រៅវិញបានភូមិន្ទនិយាយបន្តទៀតថាយើងត្រូវតែចេញពីទីក្រុងឆេះនេះជាបន្ទាន់យើងត្រូវទៅជួបកងទ័ពដែលកំពុងលាក់ខ្លួននៅក្នុងព្រៃនៃភ្នំគូលែនមកឯងត្រូវរត់ឲ្យលឿនជាងមុនទៅទៀតពេលនេះខ្ញុំបានដឹងយ៉ាងច្បាស់ថាខ្ញុំត្រូវតែខ្លាចទៅជាទាហានដើម្បីរស់រានបាននៅក្នុងសម័យនេះខ្ញុំបានចាប់កាន់ដាវតូចមួយដែលភូមិមិនបានហុចឲ្យហើយក៏ចាប់ផ្ដើមរត់តាមពីក្រោយសម្លាញ់ថ្មីរបស់ខ្ញុំឆ្ពោះទៅកាន់ទីដែលមានសុវត្ថិភាពខ្ញុំបានស្លៀកពាក់ជាទាហានតាមការណែនាំរបស់ភូមិន្ទរួចលិតជួងលើមុខដើម្បីលាក់បាំងខ្លួនពេលដែលខ្ញុំបានចាប់កាន់ដាវតូចមួយនៅក្នុងដៃការភ័យខ្លាចរបស់ខ្ញុំបានប្រែក្លាយទៅជាការផ្ដោតអារម្មណ៍លើការរស់រានមានជីវិតយើងត្រូវតែទៅជួបកងទ័ពនៅភ្នំគូលែនឲ្យបានភូមិន្ទនិយាយតែដកដង្ហើមញាប់ប៉ុន្តែការរត់គេចតាមផ្លូវធំគឺគ្រោះថ្នាក់ណាស់ពួកចាមកំពុងល្បាតយ៉ាងតឹងរឹងឯផ្លូវតូចរបស់យើងដែលជាផ្លូវសម្ងាត់នោះក៏ត្រូវបានពួកចាមល្បាតយ៉ាងតឹងតែងផងដែរភូមិន្ទបានព្យាយាមទាញខ្ញុំឲ្យចូលគុំព្រៃគាត់បានសម្លឹងមើលទៅជុំវិញអ្វីដែលភូមិន្ទឃើញនោះគឺទីក្រុងដែលឆេះឯខ្ញុំវិញឃើញជាប្លង់ស្ថាបត្យកម្មដ៏ធំមួយខ្ញុំក៏បាននឹកឃើញដល់ការសិក្សារបស់ខ្ញុំអំពីប្រព័ន្ធទឹកនិងគ្រឹះនៃទីក្រុងអង្គរច
តាមសិនភូមិន្ទខ្ញុំបាននិយាយដោយសម្លេងតិចៗតែមើងម៉ាត់ខ្ញុំបានចាប់ផ្ដើមគូសវាសនៅលើដីដោយចុងដៃរបស់ខ្ញុំតាមការប៉ាន់ស្មានទីក្រុងនេះត្រូវបានកសាងពឹងផ្អែកលើបារាយណ៍និងប្រព័ន្ធប្រឡាយទឹកដ៏ស្មុគស្មាញប្រឡាយទាំងនេះត្រូវបានកសាងដោយជញ្ជាំងថ្មដ៏រឹងមាំผมមិនងឿងឆ្ងល់ប្រឡាយពួកយើងកំពុងរត់គេចពីទាហានចាមតើប្រឡាយជួយអ្វីបានខ្ញុំបានបន្តពន្យល់ដោយមិនខ្វល់អំពីការភ្ញាក់ផ្អើលរបស់ผมមិនប្រឡាយមិនមែនត្រឹមតែសម្រាប់ផ្ទុកទឹកទេប៉ុន្តែគឺជាបន្ទាយដ៏រឹងមាំសម្រាប់ការពារគ្រឹះនៃប្រាសាទប្រឡាយដែលមានខ្សាច់និងភក់លុបមានច្រកលូតូចៗដែលគេលាក់ទុកនៅខាងក្រោមដីដើម្បីគ្រប់គ្រងលំហូរនៃទឹកប្រសិនបើយើងរកច្រកលូទឹកធំមួយដែលអាចឲ្យយើងប្រើវាជាផ្លូវរួមក្រោមដីដើម្បីគេចពីជញ្ជាំងនៃទីក្រុងនោះនឹងក្លាយជាមធ្យោបាយដ៏ល្អមួយហើយผมមិនបានសម្លឹងមកមើលខ្ញុំនេះគឺជាចំណេះដឹងពីអនាគតដែលទេវីបានទីទុកតាមមែនទេគ្មានមនុស្សនៅសម័យនេះឯណាយល់អំពីប្លង់ក្រោមដីនៃទីក្រុងបានច្បាស់លាស់បែបនេះទេผมមិនបានសួរមកខ្ញុំទាំងរំភើបតើឯងដឹងពីទីតាំងលូនោះទេខ្ញុំងាកឆ្វេងងាកស្ដាំរួចក៏បានចង្អុលទៅជញ្ជាំងថ្មមួយដែលខូចខាតខ្លាំងដោយសារការវាយប្រហាររបស់ទ័ពចាមមើលត្រង់នោះជញ្ជាំងនោះមានស្នាមប្រេះធំជាងគេហើយនៅពីក្រោមវាគឺជាគ្រឹះដែលត្រាស់ត្រង់ប្រឡាយមេច្រកលូធំត្រូវតែនៅទីនោះពួកយើងទាំងពីរនាក់ក៏បានវាលូនទៅកាន់ជញ្ជាំងមួយនោះហើយខ្ញុំបានប្រើចំណេះដឹងកណនារបស់ខ្ញុំអំពីចំណុចខ្សោយនៃរចនាសម្ព័ន្ធនៃជញ្ជាំងមួយនេះពួកយើងបានចាប់ផ្ដើមគាស់ដុំថ្មដែលធ្លាក់កនៅពីលើគ្រឹះនោះបានជោគជ័យនៅក្រោមគំនរថ្មនោះពួកយើងបានរកឃើញរន្ធមួយដែលពោរពេញទៅដោយភក់និងស្លែវាគឺជាផ្លូវបង្ហូរទឹកដ៏ធំដែលមានទំហំល្មមសម្រាប់មនុស្សម្នាក់លូនចូលទៅខ្ញុំនឹងនៅពីក្រោយผมមិនបានស្រែកបញ្ជាខ្ញុំក៏បានលូនចូលទៅក្នុងផ្លូវលូភក់ដ៏ត្រជាក់ត្រឹមជង្គង់និងងងឹតមួយនេះខណៈពេលដែលខ្ញុំកំពុងលូនខ្ញុំបានឮសំឡេងមេទ័ពចាមមួយក្រុមដែលកំពុងពិភាក្សាគ្នានៅខាងលើរាយការណ៍ទៅស្ដេចទីក្រុងជាធបុរៈមហានគរត្រូវបានគ្រប់គ្រងហើយពួកកងទ័ពខ្មែរបានរត់គេចទៅភ្នំអស់ហើយយើងត្រូវតែស្វែងរកព្រះអង្គម្ចាស់ជ័យវរធនឲ្យឃើញដើម្បីកុំឲ្យមានគ្រោះថ្នាក់នៅថ្ងៃក្រោយសំឡេងនោះបានធ្វើឲ្យខ្ញុំតក់ស្លុតខ្ញុំពិតជាស្ថិតក្នុងសម័យអង្គរដែលបានធ្លាក់ចុះពិតមែនពេលលូនបានប្រហែល200ម៉ែត្រខ្ញុំក៏បានលូនចេញពីផ្លូវលូនោះមកដល់ចំណុចស្ងាត់មួយនៅខាងក្រៅជញ្ជាំងនៃក្រុងគឺជាព្រៃក្រាស់ដែលជាទឹកដីរបស់ភូមិន្ទភូមិន្ទបានលូនតាមពីក្រោយគាត់ពេញចិត្តនឹងមធ្យោបាយនេះជាខ្លាំងអស្ចារ្យណាស់សំណាងឯងបានសង្គ្រោះជីវិតរបស់យើងទាំងពីរហើយ
ចំណេះដឹងរបស់ឯងអំពីរចនាសម្ព័ន្ធនៃទីក្រុងនេះគ្មាននរណានៅទីនេះអាចទឹកស្មានដល់នោះទេឯងពិតជាស្ថាបត្យករនៃអនាគតពិតៗឥឡូវនេះស្ដាប់ខ្ញុំពុំមិននិយាយទាំងមើងម៉ាត់យើងមានគោលដៅតែមួយគត់គឺភ្នំគូលែនព្រះអង្គម្ចាស់ជ័យវរធនកំពុងចាំយើងនៅទីនោះខ្ញុំនឹងប្រើចំណេះដឹងនៅក្នុងព្រៃរបស់ខ្ញុំនាំឯងទៅដល់ដោយសុវត្ថិភាពឯងត្រូវតែប្រើចំណេះដឹងប្លង់របស់ឯងដើម្បីរៀបចំយុទ្ធសាស្ត្រវិលុកចាប់ពីពេលនេះទៅភូមិន្ទបានប្រកល់សិភៅគំនូរបុរាណរបស់ខ្ញុំឲ្យមកខ្ញុំវិញហើយបន្តថានៅក្នុងសិភៅនេះត្រូវតែមានអាថ៌កំបាំងយុទ្ធសាស្ត្ររបស់អនាគតភូមិន្ទបានងាកមករកខ្ញុំតើឯងត្រៀមខ្លួនសម្រាប់តួនាទីជាមេទ័ពហើយនៅសំណាងព្រោះបច្ចុប្បន្នភាពរបស់យើងគឺស្ថិតនៅក្នុងសម័យសង្គ្រាមហើយការវិលុករបស់នគរចម្ប៉ាគឺជាព្រឹត្តិការណ៍ដ៏សំខាន់និងចម្បងដែលធ្វើឲ្យអាណាចក្រអង្គរជួបវិបត្តិយ៉ាងធ្ងន់ធ្ងរហើយបានផ្លាស់ប្ដូរទៅដល់ប្រវត្តិសាស្ត្រខ្មែរទាំងស្រុងព្រឹត្តិការណ៍ដ៏អាក្រក់បំផុតបានកើតឡើងនៅឆ្នាំ1177ការវិលុកនៅឆ្នាំ1177គឺជាការភ្ញាក់ផ្អើលដ៏ធំបំផុតនិងជាមហន្តរាយសម្រាប់អាណាចក្រខ្មែរមុនឆ្នាំ1177អាណាចក្រខ្មែរកំពុងជួបវិបត្តិផ្ទៃក្នុងព្រះរាជាខ្មែរព្រះនាមត្រីភូវនាទិច្ឆវរ្ម័នបានសោយរាជបន្ទាប់ពីធ្វើឃាតស្ដេចមុនយសោវរ្ម័នទី2ការផ្លាស់ប្ដូររាជវង្សដោយកម្លាំងនៃការជ្រែករាជនេះបានធ្វើឲ្យប្រទេសបាត់បង់សេរីភាពនិងមានការបះបោរហូរហែនៅក្នុងផ្ទៃប្រទេសដែលធ្វើឲ្យការការពាររាជធានីធ្លាក់ចុះយុទ្ធសាស្ត្រការវិលុករបស់ចាមក្រោមការដឹកនាំរបស់ព្រះរាជាចាមព្រះនាមជ័យឥន្ទ្រវរ្ម័នទី4ពួកចាមបានធ្វើការវិលុកតាមផ្លូវទឹកយ៉ាងលឿននិងស្ងាត់ស្ងាត់កងទ័ពជើងទឹករបស់ចម្ប៉ាធ្វើដំណើរឡើងតាមទន្លេមេគង្គនិងចូលមកដល់ទន្លេសាបពួកគេបានវិលុកចូលទៅក្នុងរាជធានីជាធបុរៈដោយមិនបានត្រៀមទុកជាមុនកងទ័ពចាមបានប្លន់និងបំផ្លាញទីក្រុងអង្គរហើយដែលសំខាន់ជាងនេះទៅទៀតគឺពួកគេបានធ្វើឃាតព្រះបាទត្រីភូវនាទិច្ឆវរ្ម័នតែម្ដងព្រឹត្តិការណ៍មួយនេះបានធ្វើឲ្យរាជធានីនិងប្រទេសខ្មែរធ្លាក់ចុះក្រោមការត្រួតត្រារបស់ពួកគេខ្ញុំនិងភូមិន្ទដើរបណ្ដើរពិភាក្សាគ្នាបណ្ដើរអំពីចំណុចខ្សោយនៃប្រទេសរបស់យើងដែលធ្វើឲ្យពួកចម្ប៉ាឆ្លៀតឱកាសវាយដណ្ដើមបានដោយខ្ញុំមានចំណេះដឹងខាងប្រវត្តិសាស្ត្របន្តិចបន្តួចខ្ញុំបានពន្យល់ចំណុចខ្សោយរបស់អង្គរគឺការធ្វេសប្រហែសចំពោះការគំរាមកំហែងតាមផ្លូវទឹកការប្រើប្រាស់ទន្លេមេគង្គនិងទន្លេសាបជាមធ្យោបាយដ៏ល្អមួយជំនួសឲ្យការវាយលុកតាមព្រំដែនដីគោកដ៏លំបាកឆ្លងកាត់ព្រៃក្រាស់ដែលខ្មែរខ្លាំងពូកែខាងការពារកងទ័ពចាមដឹកនាំដោយព្រះបាទជ័យឥន្ទ្រវរ្ម័នទី4បានប្រើកងនាវាជាច្រើនគ្រឿងធ្វើដំណើរតាមដងទន្លេមេគង្គចូលទៅក្នុងដងទន្លេសាបនេះគឺជាយុទ្ធសាស្ត្រដែលខ្មែរមិនធ្លាប់បានគិតដល់ពីមុនមកខ្មែរ
បានដាក់ពង្រាយកងទ័ពភាគច្រើនដើម្បីការពារព្រំដែនដីគោកឆ្ងាយនិងទិសខាងកើតដូច្នេះបេះដូងនៃមហានគរគឺក្រុងជាធបុរៈត្រូវបានទុកចោលដោយគ្មានការពារខ្លាំងក្លានោះឡើយផ្លូវទឹកបានអនុញ្ញាតឲ្យកងទ័ពចាមចូលទៅយ៉ាងជិតរាជធានីហើយយ៉ាងលឿនជាទីបំផុតធ្វើឲ្យខ្មែរគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីប្រមូលទ័ពមកពីបណ្ដាខេត្តនានាទាន់ពេលចម្ប៉ាប្រហែលជាបានប្រើអ្នកស៊ើបការឬអ្នកភៀសខ្លួនដែលយល់ពីប្រព័ន្ធបារាយណ៍របស់អង្គរពួកគេអាចវិប្រហាចំទំនប់ទឹកសំខាន់ឬច្រកបង្ហូរទឹកដូចជាផ្លូវរួមក្រោមដីដែលយើងបានប្រើដើម្បីបង្កជាទឹកជំនន់ឬរាំងស្ងួតភ្លាមនៅក្នុងតំបន់នានាជុំវិញរាជធានីក្រុងអង្គរមានផ្លូវដ៏ធំល្វឹងល្វើយភ្ជាប់បណ្ដាទីក្រុងនានាពួកចម្ប៉ាបានវិលុកយ៉ាងលឿនតាមផ្លូវទឹករួចឡើងលើផ្លូវគោករបស់ខ្មែរតែម្ដងធ្វើឲ្យពួកគេអាចផ្លាស់ទីទៅកាន់ទីយុទ្ធសាស្ត្របានយ៉ាងលឿនដោយមិនចាំបាច់កាប់ឆ្ការព្រៃភូមិន្ទងក់ក្បាលរួចក៏បាននិយាយថាការដួលរលំមួយនេះគឺមិនមែនបណ្ដាលមកពីកម្លាំងទ័ពចាមខ្លាំងជាងយើងទេប៉ុន្តែបណ្ដាលមកពីការធ្វើប្រហែសរបស់យើងចំពោះចំណុចខ្សោយរបស់ខ្លួនឯងយើងផ្ដោតខ្លាំងពេកលើការពារទិសខាងកើតតាមផ្លូវគោករហូតភ្លេចការពារផ្លូវទឹកដែលជាសរសៃឈាមនៃមហានគររបស់យើងអញ្ចឹងបើយើងចង់សងសឹកខ្ញុំគិតថាត្រូវប្រើចំណេះដឹងអំពីប្លង់និងស្ថាបត្យកម្មព្រមទាំងរចនាសម្ព័ន្ធរបស់ទឹកដើម្បីកសាងបន្ទាយដែលមិនអាចវាយលុកបានភ្នំគូលែនគឺជាទីតាំងដែលព្រះអង្គម្ចាស់ជ័យវរធនបានយាងត្រឡប់មកពីចម្ប៉ាវិញហើយកំពុងរៀបចំកម្លាំងយោធាឡើងវិញពីព្រោះកំឡុងពេលដែលមានសង្គ្រាមគឺព្រះអង្គម្ចាស់កំពុងចោទធ្វើសង្គ្រាមរ៉ាំរ៉ៃយ៉ាងយូរជាមួយពួកចម្ប៉ាព្រះអង្គម្ចាស់ជ័យវរធនទ្រង់គង់នៅទីសក្ការៈបុរាណលើភ្នំគូលែនក្នុងភាពសោកសៅក្រុងអង្គរត្រូវបានដុតបំផ្លាញដោយកងទ័ពចាមក្រោមការដឹកនាំដ៏កាចសាហាវរបស់ជ័យឥន្ទ្រវរ្ម័នទី4ខ្យល់ភ្នំបានបាក់នាំក្លិនផ្សែងនិងភាពអាម៉ាស់នៃការបរាជ័យគ្រានោះយុវជនពីរនាក់បានបង្ហាញខ្លួននៅមុខព្រះអង្គគឺខ្ញុំនិងភូមិន្ទខ្ញុំបានគិតក្នុងចិត្តថាតើនេះមែនទេគឺជាវីរបុរសដែលខ្ញុំតែងតែគោរពនិងកោតសរសើរនៅវីរភាពក្លាហានកន្លងមកពេលនេះទ្រង់មានឋានៈជាអង្គម្ចាស់មិនទាន់គ្រងរាជ្យនៅឡើយទេនៅពេលនេះព្រះអង្គម្ចាស់ជ័យវរធនមានប្រជជនចន្លោះពី50ទៅ60ព្រះវស្សាដែលជាវ័យចាស់បន្តិចសម្រាប់មេដឹកនាំនៅសម័យនេះប៉ុន្តែទ្រង់នៅតែមានកម្លាំងខ្លាំងក្លាព្រះភ័ក្ត្ររបស់ព្រះអង្គមូលដែលឆ្លុះបញ្ចាំងអំពីលក្ខណៈសាសនានៃព្រះពុទ្ធថ្ងៃរបស់ទ្រង់ធំទូលាយហើយជាងការមូលនិងរឹងមាំព្រះនេត្ររបស់ព្រះអង្គតូចនិងមុតស្រួចតែមិនកាចឡើយនៃទាំងពីរបង្ហាញពីភាពអត់ធ្មត់ដ៏យូរអង្វែងនិងការគិតគូរវែងឆ្ងាយនៅពេលដែលទ្រង់សម្លឹងមើលមកពួកខ្ញុំព្រះនេត្ររបស់ទ្រង់បានបង្ហាញនូវភាពសង្ស័យ
លាយឡំនឹងក្តីសង្ឃឹមទ្រង់មានព្រះកេសាត្រង់ហើយមានពុកមាត់និងពុកចង្កាខ្លីៗដែលធ្វើឲ្យទ្រង់មើលទៅមានភាពរឹងមាំកាន់តែខ្លាំងទោះបីជាមានព្រះជន្មច្រើនក៏ដោយក៏ទ្រង់មានកាយសម្បទារឹងប៉ឹងនិងមាំមួនមិនមែនស្គមឬទ្រុឌទ្រោមឡើយនេះបង្ហាញថាព្រះអង្គគឺជាអ្នកចម្បាំងដែលធ្លាប់មានបទពិសោធន៍ប្រយុទ្ធច្រើនសមរភូមិព្រះអង្គម្ចាស់ខ្ញុំលុតជង្គង់ថ្វាយបង្គំទាំងទឹកភ្នែករលីងរលោងយើងបានបរាជ័យព្រោះយើងភ្លេចការពារផ្នែកខាងក្រៅទ័ពរបស់យើងពួកចាមបានប្រើផ្លូវទឹកសម្រាប់ជាស្នូលនៃចម្បាំងព្រះអង្គម្ចាស់ទ្រង់យាងទៅជិតផែនទីថ្មធំមួយដែលបង្ហាញអំពីប្លង់និងភូមិសាស្ត្រនៅជុំវិញអង្គរភូមិន្ទចាប់ផ្ដើមរាយការណ៍ព្រះអង្គម្ចាស់ក្រុងអង្គរមិនអាចបរាជ័យដោយសារតែកម្លាំងពួកសត្រូវនោះទេប៉ុន្តែបរាជ័យដោយសារទំនាស់ផ្ទៃក្នុងនិងការជ្រែករាជ្យទើបធ្វើឲ្យចៅចាមឆ្លៀតឱកាសបានភូមិន្ទបានលើកក្រដាស់មួយសន្លឹកដែលជាប្លង់នៃភ្នំគូលែនដែលគេឧទុកជាយូរមកហើយបន្ទាប់ពីពិភាក្សារឹងមធ្យោបាយយូរថ្ងៃកន្លងមកព្រះអង្គម្ចាស់ជ័យវរធនបានកោះឲ្យមានអង្គប្រជុំចុងក្រោយដើម្បីសម្រេចនូវគម្រោងការទាំងមូលការរៀបចំផែនទីខ្ញុំអាចប្រើគំនិតផែនទីភូមិសាស្ត្រនិងរូបភាពលើអាកាសដែលខ្ញុំបានសិក្សាប្លង់ជាច្រើនកន្លងមកទោះបីជាខ្ញុំគូដោយដៃក៏ដោយដើម្បីបង្ហាញអំពីយុទ្ធសាស្ត្រនៃភ្នំគូលែននៅកាន់តែច្បាស់ខ្ញុំបានបង្ហាញអំពីការប្រើប្រាស់កម្ពស់ភ្នំជាគុណប្រយោជន៍នៃការការពារហើយកំណត់ទិសដៅដែលល្អបំផុតសម្រាប់តាំងទ័ពនិងលាក់ខ្លួនភូមិន្ទគាត់បានណែនាំអំពីរបៀបកែច្នៃជំរាលភ្នំឲ្យទៅជាកម្មចិន្តាដែលធ្វើឲ្យកងទ័ពខ្មែរបាញ់ធ្នូចុះមកពីកម្ពស់ផ្សេងគ្នាភូមិន្ទបានបង្រៀនអំពីរបៀបបង្កើតរណ្ដៅជ្រៅដែលមានទម្រេតត្រេតហើយលាក់បាំងយ៉ាងល្អិតល្អន់ដើម្បីឲ្យកងទ័ពចាមពិបាកចូលនៅពេលវាយប្រហារភ្នំគូលែនមានប្រភពទឹកច្រើនខ្ញុំបានណែនាំឲ្យបង្កើតគំនប់ទឹកតូចៗបណ្ដោះអាសន្ននៅតាមជ្រលងភ្នំដែលអាចបញ្ចេញទឹកភ្លាមៗឲ្យក្លាយជាទឹកចំនួនខ្នាតតូចឬភក់នៅពេលដែលកងទ័ពចាមកំពុងឡើងភ្នំយើងអាចពំលើទំនប់ទឹកមកនិងបន្ថយល្បឿននិងបំផ្លាញសណ្ដាប់ធ្នាប់យោធារបស់សត្រូវភូមិន្ទបានជួយបញ្យល់អំពីរបៀបដែលអាណាចក្រអង្គរត្រូវបានដួលរលំគឺដោយសារបញ្ហាផ្លូវទឹកបញ្ហាដឹកជញ្ជូននិងបញ្ហាផ្ទៃក្នុងពីមុនមកគាត់បានឲ្យទាហានជួយរចនាផ្លូវទឹកតូចៗនិងសម្ងាត់ជាច្រើនខ្សែ
ដើម្បីនាំស្បៀងនិងអាហារព្រមទាំងអាវុធឡើងចុះពីលើភ្នំនេះនឹងធានាថាបើទោះបីជាសត្រូវកាត់ផ្ដាច់ផ្លូវមួយណាក៏នៅមានផ្លូវផ្សេងទៀតសម្រាប់ផ្គត់ផ្គង់ដែរបន្ទាប់ពីទ្រង់សម្ដាប់ចប់ព្រះអង្គម្ចាស់ជ័យវរធនទ្រង់បានមានព្រះបន្ទូលថាល្អណាស់មធ្យោបាយល្អតែយើងគួររៀនពីកំហុសជាធបុរៈបានបែកដោយសារផ្លូវទឹកយើងគួរគប្បីវិលុកតាមផ្លូវទឹកវិញធ្វើឲ្យសត្រូវនឹកស្មានមិនដល់មួយទៀតចំណុចខ្សោយរបស់ពួកចម្ប៉ាគឺផ្លូវគោកពួកគេពូកែវិឆ្មក់តាមផ្លូវទឹកប៉ុន្តែខ្សោយការគ្រប់គ្រងដីគោកដែលមានវិសាលភាពដ៏ធំហើយតែងតែភ្លេចការពារនៅផ្លូវសម្រាប់ផ្គត់ផ្គង់ស្បៀងរបស់ខ្លួនយុទ្ធសាស្ត្រសម្រាប់វិលុកពួកចាមក៏បានរៀបចំឡើងដោយជោគជ័យពួកចាមបានវិលុកជោគជ័យតាមបឹងទន្លេសាបដូច្នេះយើងត្រូវតែប្រើយុទ្ធសាស្ត្រនេះដដែលប៉ុន្តែមានប្រសិទ្ធភាពជាងមុនការសាងសង់ទូកតូចប៉ុន្តែលឿនជំនួសឲ្យទូកចម្បាំងធ្ងន់វាល្អជាងវាមានសមត្ថភាពខ្ពស់នៅក្នុងការបត់បែននៅលើផ្ទៃទន្លេសាបកងទ័ពជើងទឹកនេះអាចត្រូវបំពាក់ដោយធ្នូនិងលំពែងវែងដើម្បីវាឆ្មក់និងរត់គេចខ្លួនបានលឿនកងទ័ពទឹកម្នាក់ត្រូវតែចេះហែលទឹកឲ្យបានស្ទាត់ជំនាញយើងអាចប្រើកងទ័ពដែលស្គាល់ខ្សែទឹកយ៉ាងច្បាស់ដើម្បីលាក់ខ្លួននៅតាមព្រៃលិចទឹកនិងផ្លូវតូចៗនៅទន្លេសាបហើយវាឆ្មក់កំទេចទូកចម្បាំងចាមម្ដងមួយព្រះអង្គម្ចាស់ជ័យវរធនទ្រង់បានសម្ដាប់យុទ្ធសាស្ត្ររួចទ្រង់បានមានព្រះបន្ទូលមកកាន់ខ្ញុំថាសំណាងប្លង់និងគំនិតរបស់ឯងពិតជាអាវុធដ៏មុតស្រួចរបស់យើងពិតប្រាកដមែនយើងមិនដែលឃើញនរណាម្នាក់មានសមត្ថភាពដូចឯងទេទាំងនៅវ័យក្មេងបែបនេះខ្ញុំបានលុតជង្គង់ម្ដងទៀតហើយសម្លឹងទៅមើលព្រះអង្គដោយទឹកមុខក៏សរសើរយ៉ាងជ្រាលជ្រៅព្រះអង្គម្ចាស់ចំណេះដឹងរបស់ខ្ញុំគ្រាន់តែជាផ្នែកតូចនៃសង្គ្រាមតែប៉ុណ្ណោះប៉ុន្តែភាពវៃឆ្លាតនិងភាពអង់អាចរបស់ព្រះអង្គទើបជាអាវុធដ៏មុតស្រួចពិតប្រាកដព្រះអង្គម្ចាស់ជាមេដឹកនាំដ៏ល្អមានចិត្តទូលាយបើកប្រតិយទទួលជាគំនិតថ្មីមេដឹកនាំភាគច្រើននៅសម័យនេះច្រើនតែប្រកាន់ខ្ជាប់នៅវិធីចាស់និងខ្លាចការផ្លាស់ប្ដូរកន្លងទៅច្រើនថ្ងៃព្រះអង្គម្ចាស់ជ័យវរធនបានចាត់តាំងឲ្យខ្ញុំនិងភូមិន្ទនិងមេតបស្មោះត្រង់ផ្សេងទៀតឲ្យបំពេញបេសកកម្មដ៏គ្រោះថ្នាក់មួយខ្ញុំនិងភូមិន្ទបានដឹកនាំក្រុមតូចមួយធ្វើដំណើរទៅកាន់ទីក្រុងចាស់គឺក្រុងសភបុរៈដែលជាខេត្តក្រចេះនាសម័យបច្ចុប្បន្នដើម្បីកេណ្ឌយកកម្លាំងទ័ពចាស់ដែលធ្លាប់បម្រើព្រះរាជាពីមុននិងពលរដ្ឋស្មោះត្រង់ផ្សេងទៀតដោយឃើញវិធីថ្មីមួយខ្ញុំបានស្នើឲ្យកែនយកអ្នកនេសាទនិងអ្នករស់នៅតាមបឹងទន្លេសាបព្រះអង្គម្ចាស់ពួកគេស្គាល់បឹងទន្លេសាបច្បាស់ដូចជាបាតដៃរបស់ខ្លួនពួកគេ
នឹងខ្លាចជាកងទ័ពសម្ងាត់ដ៏ខ្លាំងក្លារបស់យើងនាថ្ងៃអនាគតព្រះអង្គម្ចាស់ក៏បានយល់ព្រមនឹងវិធីនេះខ្ញុំពុំមិននឹងទាហានស្មោះត្រង់មួយក្រុមតូចបានធ្វើដំណើរទៅកាន់ទីប្រជុំជនដ៏តូចមួយនៅក្បែរបឹងទន្លេសាបដើម្បីរៀបចំនៃការកែងទ័ពទាំងអ្នកនេសាទនៅទីនោះមានវត្តបុរាណមួយដែលគេជឿថាជាកន្លែងសក្ការៈបូជារបស់អ្នកស្រុកពេលកំពុងដើរនៅក្បែររបងវត្តនោះខ្ញុំបានងាកទៅជ្រុងមួយនៃប្រាសាទតូចនោះស្រាប់តែខ្ញុំឈរស្ងៀមដូចជាត្រូវថ្នាំសន្ដំនៅមុខខ្ញុំមានរូបសំណាកថ្មតូចមួយរូបសំណាកនោះលោកនារីម្នាក់ដែលបានកំពុងកាន់កញ្ឆេផ្កាយគុកទៅថ្វាយព្រះរូបសំណាកនោះមានព្រះភ័ក្ត្រទន់ភ្លន់ថ្ពាល់រលោងនិងមានស្នាមញញឹមដ៏អាថ៌កំបាំងបែបនារីខ្មែរខ្ញុំបានដឹងភ្លាមថានេះគឺជារូបនារីរតក្នុងវ័យចាស់ឬគឺជានារីដែលគេយកមកធ្វើគំរូសម្រាប់រូបសំណាកទឹកមុខខ្ញុំប្រែជាស្លេកស្លាំងគ្រាន់តែមួយផ្លែតក្រោយមកខ្ញុំក៏បានលើសំឡេងស្រួយស្រេះនៅក្បែរខ្លួនអ្នកឈរមើលរូបសំណាកនេះយូរហើយតើអ្នកស្គាល់អ្នកដែលត្រូវបានគេឆ្លាក់នេះឬនាងបានបង្ហាញខ្លួននៅក្បែរខ្ញុំនាងទើបតែដើរចេញពីក្រោយដបងសំលៀកបំពាក់របស់នាងបែបនារីខ្មែរនៅសម័យនេះប៉ុន្តែមានភាពថ្លៃថ្នូរនិងសមរម្យភ្នែករបស់នាងភ្លឺថ្លាដោយភាពចង់ដឹងនិងស្នាមញញឹមរបស់នាងគឺដូចគ្នាបេះបិទទៅនឹងស្នាមញញឹមលើរូបសំណាកនេះខ្ញុំដកដង្ហើមធំភូមិមិនឈរនៅក្បែរភ្ញាក់ផ្អើលបាទខ្ញុំស្គាល់រូបនេះខ្ញុំឆ្លើយទាំងអួលដើមកខ្ញុំឈ្មោះអន្ត្របុប្ផានាងពោលដោយគ្មានលាក់លៀមហើយខ្ញុំគឺជាអ្នកថែរក្សារូបសំណាកបុរាណនេះតើលោកជាទាហានមែនទេមកទីនេះដើម្បីអ្វីខ្ញុំក៏បញ្យល់នាងតាមលំដាប់លំដោយបន្ទាប់ពីការជួបគ្នានៅមុខរូបសំណាកនិងការយល់ច្បាស់អំពីគោលបំណងរបស់ពួកខ្ញុំហើយអន្ត្របុប្ផាបាននាំខ្ញុំនិងភូមិន្ទទៅកាន់ផ្ទះឪពុករបស់នាងដែលជាមេភូមិនៅទីនេះខ្ញុំបានជួបជាមួយនឹងឪពុកអន្ត្របុប្ផាគឺលោកមេភូមិដែលមានវ័យចំណាស់និងរឹងមាំនិងស្មោះត្រង់នឹងព្រះអង្គម្ចាស់ជ័យវរធនលោកមេភូមិបាននិយាយថាលោកសំណាងយើងត្រៀមខ្លួនប្រថុយជីវិតគ្រប់ពេលប៉ុន្តែអ្នកនេសាទរបស់យើងមិនមែនជាទាហានទេពួកគេអាចនឹងខ្លាចតើលោកនឹងបង្វឹកពួកគេបានដោយរបៀបណាខ្ញុំក៏បានឆ្លើយតបថាយើងនឹងបង្វឹកពួកគេឲ្យខ្លាចជាអ្នកជំនាញខាងប្រយុទ្ធជើងទឹកមួយដ៏ពូកែពួកគេមិនចាំបាច់ខ្លាចជាទាហានក៏បានប៉ុន្តែពួកគេត្រូវតែខ្លាំងខាងបាញ់ធ្នូនិងលំពែងតែខ្ញុំត្រូវការជំនួយពីអន្ត្របុប្ផាអន្ត្របុប្ផាបានឈានជើងទៅខាងមុខដោយទឹកមុខម៉ឺងម៉ាត់ឪពុករបស់នាងនិយាយថាខ្ញុំជាអ្នកស្គាល់បឹងទន្លេសាបនិងអ្នកនេសាទច្បាស់ជាងខ្ញុំនឹងធ្វើជាមេបញ្ជាការយុទ្ធសាស្ត្រទឹកសម្រាប់លោកសំណាងមិនចាំបាច់កូនស្រីរបស់ខ្ញុំក៏បានដែរ
អន្តរបុប្ផាបានយកផែនទីស្បែកសត្វមួយមកពុះនាងបានបង្ហាញអំពីច្រកតូចៗ3ដែលនាវាចាមតែងតែឆ្លងកាត់ដើម្បីដឹកស្បៀងយើងត្រូវវិប្រហានៅព្រៃលិចទឹកត្រង់កន្លែងដែលទឹកហូរយឺតនាវាធំៗរបស់ចាមនឹងជាប់គាំងហើយងាយរងគ្រោះបំផុតនាងបានបញ្យល់ដោយប្រើចំណេះដឹងភូមិសាស្ត្ររបស់នាងខ្ញុំបានបន្ថែមគោលការណ៍ខ្លះៗយើងគួរដាក់ទុកតូចៗរបស់យើងអែបនឹងច្រាំងដោយប្រើបច្ចេកទេសលាក់ខ្លួនពីក្រោយគុំព្រៃពេលទុករបស់ចាងកាំងពួកគេនឹងឃើញទុករបស់យើងប៉ុន្តែវាយឺតពេលហើយអញ្ចឹងអន្តរបុប្ផាត្រូវតែបង្រៀនអ្នកនេសាទឲ្យចេះប្រើស្មៅលេខទឹកនិងរុក្ខជាតិមកបិទបាំងទុកតូចៗរបស់ពួកគេដើម្បីឲ្យមើលទៅដូចជាកោះតូចៗពេលអណ្ដែតលើទឹកខ្ញុំបានបង្រៀនអំពីការចងទុក3ចូលគ្នាដើម្បីបង្កើនល្បឿននៅពេលបើកបរហើយបន្ទាប់មកបំបែកទុកទាំងនោះហើយវិប្រហាពីច្រើនទិសผมមិនបានណែនាំឲ្យប្រើនំពេញវែងនិងធ្នូជំនួសដាវពេលវិប្រហាត្រូវវាឲ្យចំបាតនៃទុកដើម្បីឲ្យទឹកងាយជន់ចូលលិចដល់ទុកស្រូវអន្តរបុប្ផាបានសរសេរកត់ត្រាផែនការយុទ្ធសាស្ត្រទាំងនេះយ៉ាងលម្អិតនៅក្នុងសៀវភៅកំណត់ហេតុរបស់នាងក្រោមពន្លឺព្រះច័ន្ទដែលលិចអណ្ដែតនៅផ្ទៃទន្លេសាបខ្ញុំនិងអន្តរបុប្ផាបានឈរនៅក្បែរព្រៃលិចទឹកជួបជាមួយនឹងក្រុមអ្នកនេសាទពួកគាត់ទាំងអស់នៅមានទឹកមុខស្រពាប់ស្រពន់ដោយភាពភ័យខ្លាចចំពោះកងទ័ពចាមនៅឡើយយើងជាអ្នកនេសាទយើងមិនមែនជាទាហានទេអ្នកនេសាទចំណាស់ម្នាក់ឈ្មោះអ៊ំសួរបានតវ៉ានាវាចាមធំដូចភ្នំហើយពួកយើងមានតែទុកតូចតើនឹងអាចតតាំងនឹងគេបានដូចម្ដេចអន្តរបុប្ផាបានដើរទៅខាងមុខដោយមានកំណត់សម្ងាត់របស់នាងនៅក្នុងដៃនាងបានប្រើសម្លេងដ៏រឹងមាំរបស់កូនមេភូមិអ៊ំសួរយើងនឹងឈប់ប្រយុទ្ធជាមួយកម្លាំងរដ្ឋាភិបាលរបស់គេទៀតហើយយើងនឹងប្រយុទ្ធជាមួយនឹងចំណេះដឹងរបស់កងទ័ពជើងទឹកបងសំណាងសូមបងបង្ហាញលោកពូក៏ដូចជាអ៊ំសួរនៅភាពពិតនៃផែនការដែលលាក់កំបាំងពីភ្នែកមនុស្សទូទៅខ្ញុំបានយកកំណាត់ឈើពីរដុំមកបង្ហាញមួយធំនិងមួយទៀតតូចខ្ញុំបានដាក់វានៅលើផ្ទៃទឹកទន្លេដែលកំពុងហូរទុកចាមធំពិតមែនប៉ុន្តែល្បឿនរបស់ពួកគេយឺតណាស់នៅពេលដែលទឹកហូរខ្លាំងយើងនឹងប្រើរូបរាងទុកតូចនិងបាតផ្ទៃរាបស្មើដែលជាគោលការណ៍វិទ្យាសាស្ត្រនៃល្បឿនខ្ញុំបានពន្យល់អំពីរបៀបដែលចរន្តទឹកហូរពេលយប់អាចក្លាយជាកម្លាំងរុញច្រានដោយស្ងប់ស្ងាត់ខ្ញុំបានបង្រៀនពួកគាត់អំពីរបៀបលាបជ័រឈើនៅបាតទុកដើម្បីកាត់បន្ថយកម្លាំងកកិតជាមួយទឹក
យើងនឹងខ្លាចជាតបទឹកបិសាចខ្ញុំនិយាយដោយសង្កត់សម្លេងធ្ងន់យើងនឹងវាយចំផ្នែកកណ្ដាលទូករបស់ចាមគឺបាត់ទូកដោយប្រើលំពែវែងពេលពួកគេជាប់កាំងនៅព្រៃលិចទឹកពួកគេនឹងស្លាប់ដោយសារភាពល្ងងខ្លៅនិងធ្វេសប្រហែសរបស់ខ្លួនឯងបន្ទាប់ពីបានស្ដាប់ការបញ្យល់របស់ខ្ញុំអ៊ំសួរនិងក្រុមអ្នកនេសាទទាំងអស់បានស្ងប់ស្ងាត់ហើយចាប់ផ្ដើមសម្លឹងមើលមកមុខខ្ញុំពួកគេបានឃើញថាគំនិតនេះគឺជាអភូតហេតុថ្មីដែលមិនមែនជាមន្តអាគមប៉ុន្តែគឺជាការពិតដែលពួកគេមិនធ្លាប់ដឹងក្រោយពីបង្វឹកក្រុមអ្នកនេសាទដ៏ជោគជ័យខ្ញុំនិងឥន្ទ្របុប្ផាបានត្រឡប់មកផ្ទះវិញនៅពេលយប់ជ្រៅពួកយើងបានអង្គុយនៅឯមាត់បង្អួចដែលមានពន្លឺចង្កៀងផ្លុងចាស់មកលើផ្ទៃមុខឥន្ទ្របុប្ផាកំពុងសរសេរកំណត់ហេតុរបស់នាងយ៉ាងម៉ឺងម៉ាត់បងសំណាងនាងខ្សឹបតិចខ្ញុំកំពុងកត់ត្រាអ្វីគ្រប់យ៉ាងខ្ញុំត្រូវតែរក្សាទុកនៅចំណេះដឹងទាំងអស់នេះបច្ចេកទេសរបៀបគ្រប់គ្រងទឹកយុទ្ធសាស្ត្រទូកបិសាចតើលោកបងគិតថាចំណេះដឹងទាំងនេះអាចនៅរស់រានដល់អនាគតដែរឬទេខ្ញុំបានងាកមកហើយចាប់ដៃនាងថ្នមវានឹងរស់រានជានិច្ចឥន្ទ្របុប្ផាខ្ញុំនិយាយទាំងអូរដើមកចន្លោះឆ្នាំ1177ដល់ឆ្នាំ1181គឺជាយប់ដ៏ងងឹតបំផុតសម្រាប់អាណាចក្រខ្មែរប៉ុន្តែនៅក្នុងព្រៃលិចទឹកនិងភូមិដាច់ស្រយាលក្បែរទន្លេសាបវាជាពេលវេលានៃការកសាងដ៏សម្ងាត់រវាងសំណាងនិងឥន្ទ្របុប្ផាឥន្ទ្របុប្ផាដែលមានឈាមជ័រជាកូនលោកមេភូមិបានក្លាយជាអ្នកគ្រប់គ្រងបេសកកម្មដ៏សម្ងាត់របស់សំណាងពួកគេបានចាប់ផ្ដើមបង្កើតគំរូមន្ទីរពេទ្យចល័តតូចៗតាមភូមិដើម្បីព្យាបាលទាហានដែលរងរបួសយើងត្រូវកសាងមន្ទីរពេទ្យដោយទឹកស្អាតសំណាងឥន្ទ្របុប្ផាបាននិយាយដោយម៉ឺងម៉ាត់ខណៈពេលដែលនាងកំពុងដាំទឹកនៅក្នុងឆ្នាំងដីទាហានរបស់យើងស្លាប់ដោយសារដំបៅរលួយមិនមែនស្លាប់ដោយសារតែដៃកំបិតចាមនោះទេខ្ញុំបានសម្លឹងមើលទៅនាងដោយពេញចិត្តនាងកំពុងយល់អំពីមេរោគច្រើនហើយឥន្ទ្របុប្ផាយើងមិនអាចមើលឃើញវាបានទេប៉ុន្តែយើងអាចសម្លាប់វាបានដោយភ្លើងនិងអំបិលពួកយើងបានធ្វើការជាមួយគ្នាឥន្ទ្របុប្ផាប្រើប្រាស់ឱសថបុរាណឯខ្ញុំប្រើគោលការណ៍ណាម័យមន្ទីរពេទ្យតូចៗទាំងនេះបានជួយសង្គ្រោះនៅជីវិតទាហានជាច្រើនដែលធ្វើឲ្យពួកគេឆាប់ជាសះស្បើយនិងត្រឡប់ទៅទីលានវឹកហាត់និងសមរភូមិវិញក្រៅពីការព្យាបាលពួកខ្ញុំក៏បានបង្កើនទុកនៅស្បៀងដោយជ្រើសរើសយកពូជស្រូវឆាប់ទុំដែលអាចច្រោះកាត់បានលឿន